លោកមានតបធំចិនហ្វឹងស៊ូទូប្ររបស់យើងចាប់អានធ្វើទង្វើល្អៗជាខ្លាំងទៅដាក់សៀវនាងយានដល់ថ្នាក់ថារៀបចំសម្លៀកបំពាក់គ្រឿងអលង្ការល្អទៅតែធ្វើមកដោយសរសៃសូត្រមាសយកមកឲ្យតួស្រីរបស់យើងឮហើយអត់មានរំជួលចិត្តរំភើបអីទេទោះបីជាអ្នកបម្រើស្ងាត់ទៅសើចំពោះសម្លៀកបំពាក់ក៏ដូចជាគ្រឿងអលង្ការនឹងខ្លាំងយ៉ាងណាក៏ដោយនាងប្រាប់ពួកគេឲ្យដាក់អីវ៉ាន់ហ្នឹងចុះនៅកន្លែងនឹងចោលរួចហើយចេញទៅខាងក្រៅទៅបន្ទាប់មកសៀវនាងយានតួស្រីរបស់យើងគាត់ក៏មកចាប់កាន់គ្រឿងអលង្ការទាំងអស់ហ្នឹងបាននិយាយសម្ដីពេបជ្រាយថាបើកាលពីមុនឆិនហ្វឹងស៊ូអាចនឹងធ្វើល្អដាក់ខ្ញុំបែបហ្នឹងប្រហែលជាខ្ញុំគិតថាលោកឯងមានចិត្តស្មោះសរចំពោះខ្ញុំពិតមែនប៉ុន្តែសម្រាប់ពេលនេះវិញឈើខ្ញុំមិនចាប់អារម្មណ៍នោះទេខ្ញុំដឹងថាលោកឯងប្រកាសជាមានបំណងល្អចំពោះខ្ញុំនៅឡើយទោះបីជាលោកឯងធ្វើទង្វើល្អយ៉ាងណាក៏ដោយខ្ញុំវាអត់មានតម្លៃចំពោះខ្ញុំបន្តទៀតនោះទេចំណែកព្រះអង្គវិញនៅពេលនេះកំពុងតែត្រេកអរជាមួយនឹងការជាសះស្បើយជើងរបស់លោកពូរបស់ខ្លួនម្ចាស់មីរបស់ខ្លួនហ្នឹងណាក៏មកអបអរលោកពូទៅប៉ុន្តែនៅពេលហ្នឹងលោកអបរាជបាននិយាយថាព្រះអង្គដើម្បីទៅយកចិត្តយកថ្លើមស្រីទិសកលអ្នកទោសម្នាក់លោកមានទ័ពឈិនប្រឹងប្រែងកម្លាំងយកឈាមជាខ្លាំងដល់ថ្នាក់ដោះលែងអ្នកទោសគ្រួសារសៀវទាំងអស់ទៀតផងមើលទៅធ្វើឲ្យមន្ត្រីជាច្រើនមិនពេញចិត្តវាអាចប៉ះពាល់ទៅដល់កិត្តិយសរាជវង្សផងដែរព្រះអង្គដោះស្រាយផងព្រះអង្គក៏សួរថាយ៉ាងម៉េចដែរម្ចាស់ពូតើពិតមែនដែរឬមួយក៏អត់ទេនៅពេលហ្នឹងទូព្រះរបស់យើងក៏តទៅវិញថាទូព្រះបង្គំគ្រាន់តែធ្វើវាដើម្បីជាការតបស្នងសងគុណទៅដល់សៀវនាងយានដែលធ្វើឲ្យទូបង្គំនឹងអាចដើរវិញបានតែប៉ុណ្ណោះតែលោកអបរាជក៏និយាយថាមែនទេព្រះអង្គមើលទៅគាត់ប្រហែលជាចាញ់ល្បិចរបស់ស្រីបិសាចហ្នឹងហើយទូប្រុសក៏តបទៅវិញថាលោកអបរាជលោកគួរតែប្រយ័ត្នសម្ដីរបស់លោកបន្តិចទៅខ្ញុំធ្វើអីខ្ញុំដឹងខ្លួនឯងច្បាស់ហើយម្យ៉ាងវិញទៀតនាងយានគឺជាភ្ញៀវកិត្តិយសនៅក្នុងដំណាក់របស់ខ្ញុំនាងមិនមែនជាស្រីបិសាចទេមុននឹងលោកនិយាយអីលោកត្រូវតែចេះគិតគូរឲ្យបានច្បាស់លាស់ផងបើមានពេលទំនេរបដៅកូនស្រីរបស់លោកឲ្យបានល្អទៅកុំឲ្យនាងខ្លាចទៅជាស្រីបិសាចអីមុននឹងថាឲ្យអ្នកដទៃបន្ទាប់មកគេក៏បានងក់ក្បាលអោនគ្រប់ទៅកាន់ព្រះអង្គបន្តិចរួចហើយក៏ដើរចាក់ចេញពីកន្លែងអង្គប្រជុំមួយនឹងបាត់ទៅគណៈពេលលោកអបរាជវិញគាត់ក៏បានញុះញង់ទៅកាន់ព្រះអង្គទៀតថាព្រះអង្គមើលទៅគេឃើញអត់គេពិតជាក្អេងក្អាងមែនទែនលោកមានទ័ពឈិននេះអត់ស្គាល់ព្រះអង្គអត់ស្គាល់អីសោះម្យ៉ាងវិញទៀតគ្រប់មន្ត្រីនិងបជារាជទាំងអស់គេស្ងើចសរសើរនឹងដឹងគុណតែលោកមានទ័ពឈិននឹងតែម្នាក់គត់អត់មានពីណាគេលើកដំកើងព្រះអង្គឬមួយក៏គោរពព្រះអង្គទៀតទេមើលទៅពេលនេះព្រះអង្គគួរតែចាត់ការគេចោលហើយនៅពេលហ្នឹងព្រះអង្គក៏តបវិញថាលោកអបរាជគឺពិតជានិយាយត្រូវពិតមែនឆាប់ចេញបញ្ជារបស់យើងភ្លាមទៅតែងតាំងកូនប្រុសទី5របស់គ្រួសារសៀវស៊ឺជីងជាសម្ដេចអានទីងរួចហើយនឹងប្រគល់ផ្លូវមួយនៅក្នុងទីក្រុងហ្នឹងឲ្យគេរស់នៅទៅមកផ្លូវហ្នឹងគឺជារបស់សម្ដេចអានទីងនឹងទាំងអស់អញ្ចឹងណាបន្ទាប់មកលោកអបរាជនឹងគាត់ក៏បញ្ញាចេញទៅអនុវត្តផែនការរាជបញ្ជារបស់ព្រះអង្គបាត់ទៅដោយមើលទៅព្រះអង្គហាក់ដូចជារំជួលចិត្តជាមួយនឹងភាពញុបញង់របស់លោកអបរាជហើយចាប់ផ្ដើមចំណែនជាមួយនឹងគេឈ្មោះរបស់លោកមេតបឈិនត្រូវជាម្ចាស់មាររបស់ខ្លួនដល់ថ្នាក់ដែលគាត់និយាយថាមើលទៅនៅពេលនេះដល់ពេលដែលយើងនឹងត្រូវអនុវត្តផែនការរបស់យើងវិញម្ដងហើយយើងត្រូវតែចេញមុខលេចមកមើលទូប្រុសឈិនផងសួររបស់យើងវិញនៅពេលនេះកំពុងតែរៀបចំអាហារប្រចាំតកូលគួរសាសៀវដែលថ្លែងតែរៀបចំកាលមុនអញ្ចឹងណាឲ្យទូស្រីរបស់យើងញ៉ាំដើម្បីរំលឹករសជាតិកាលពីមុនក្នុងគ្រួសារវិញប៉ុន្តែទូស្រីថាទោះបីជាអាហារមកពីណាក៏ដោយនៅពេលនេះគឺមិនដូចជាកាលពីមុននោះទេគាត់មិនអាចញ៉ាំហើយក៏មិនមានរសជាតិឆ្ងាញ់ដូចកាលពីមុនដែរពេលណាទូប្រុសរបស់យើងគាត់ព្យាយាមប្រាប់ទៅឲ្យទូស្រីថារឿងអតីតកាលឲ្យវាកន្លងហួសទៅចោះយើងគួរតែចាប់ផ្ដើមជីវិតសាជាថ្មីទៅថ្ងៃអនាគតទៀតទូស្រីក៏បានចាក់ស្រានៅក្នុងពេលហ្នឹងនឹងប្រាប់ជាឧទាហរណ៍ទៅដល់លោកមេតបឈិនវិញថារឿងដែលហួសទៅហើយវាដូចជាស្រានៅក្នុងកែវទឹកហ្នឹងអញ្ចឹងចាក់ទៅហើយមិនអាចឲ្យវានឹងមកពេញពេងវិញបាននោះទេមិនអាចទៅកើបទឹកមកវិញបានទេប៉ុន្តែទូប្រុសវិញគាត់ថាអត់ទេរឿងខ្លះកន្លងហួសទៅក៏ពិតមែនប៉ុន្តែឲ្យតែយើងអាចទ្រាំទ្របាននឹងអាចបំភ្លេចចោលចាប់ដើមសារជាថ្មីវានៅតែអាចចាក់បំពេញវិញបានដដែលដូច្នេះហើយនៅពេលនេះពួកយើងគួរតែគិតអំពីរឿងបច្ចុប្បន្នកាលនិងតទៅថ្ងៃមុខជាមួយនឹងគ្នារឿងដែលហួសហើយបំភ្លេចចោលនឹងចាប់ដើមសារជាថ្មីទៅទូស្រីថាបានចោលខ្ញុំមានសុភមង្គលជាមួយលោកមែនទេសុភមង្គលដែលលោកនិយាយនឹងគឺឲ្យខ្ញុំរួមរស់នៅជាមួយលោកអញ្ចឹងហ៎ខ្ញុំអត់ចូលចិត្តធ្វើជាបាក់សីនៅក្នុងទ្រុងឬមួយក៏ជាសត្វចិញ្ចឹមរបស់គេទេប្រសិនបើលោកពិតជាចង់ខ្ញុំមានសុភមង្គលមែនណាបានអត់លែខ្ញុំដើរហើរនៅខាងក្រៅដោយសេរីភាពទៅម្យ៉ាងវិញទៀតខ្ញុំក៏ចង់ទៅជួបជុំរស់នៅជាមួយគ្រួសាររបស់ខ្ញុំនៅខាងក្រៅដែរតើលោកយល់ព្រមដែរឬមួយក៏អត់នៅពេលហ្នឹងទូប្រុសថាបានបើនាងចង់អញ្ចឹងមែនណានាងទៅចោះនៅពេលហ្នឹងតួស្រីរបស់យើងគាត់ក៏តវ៉ាទៀតគាត់ថាបានអញ្ចឹងនិយាយច្បាស់លាស់បន្តិចខ្ញុំទៅតែម្នាក់ឯងមិនឲ្យគេនឹងតាមខ្លំមើលខ្ញុំទេទូប្រុសថាអត់បានទេរឿងមួយហ្នឹងគឺមិនអាចបានជាដាច់ខាតគ្មានការចរចាអ្វីទាំងអស់ត្រូវតែមានមនុស្សតាមខ្លំមើលនឹងការពីសុវត្ថិភាពរបស់នាងព្រោះនៅខាងក្រៅពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់តួស្រីថាមិនអាចទេវាគ្មានគ្រោះថ្នាក់ចំពោះខ្ញុំទេបើដល់ខ្ញុំទៅតែម្នាក់ឯងទៅបានហើយអញ្ចឹងតួស្រីគាត់ក៏សម្រេចចិត្តថាចាក់ចេញមកខាងក្រៅតែម្នាក់ឯងគណៈពេលទូប្រុសវិញក៏បណ្ដោយឲ្យអង្គរៈផ្ទាល់ខ្លួនរបស់គាត់គឺស៊ឺយីងនឹងការពារពីចម្ងាយមិនឲ្យចូលមកជិតនោះទេ
ទូស្រីគាត់ដើរមកមើលនៅក្នុងទីក្រុងមួយដែលទូប្របានរៀបចំឲ្យគ្រួសារស៊ីវរបស់នាងដែលនៅសេសសល់ទាំងកងទ័ពទាំងអីហ្នឹងណាពាក់ព័ន្ធជាមួយគ្រួសារស៊ីវឲ្យមករស់នៅក្នុងហ្នឹងទៅដូចជាការឃុំឃាំងមួយដែរប៉ុន្តែវាមានទំហំធំរស់នៅដូចជាទីក្រុងមួយដូចជាភូមិផងមួយដែលមានរបងព័ទ្ធជុំវិញអញ្ចឹងទូស្រីរបស់យើងក៏បានដើរសួរស្ថានភាពការរស់នៅយ៉ាងម៉េចទៅដែរទៅដល់ប្រជារាស្ត្រហ្នឹងប្រជារាស្ត្រម្នាក់បាននិយាយថាមានអីរស់នៅទីនេះគឺស្រួលជាងកន្លែងឃុំឃាំងម្យ៉ាងវិញទៀតពួកយើងមានសិទ្ធិសេរីភាពដើរហើរបានគ្រប់កន្លែងទាំងអស់នៅក្នុងតំបន់មួយនេះវាធំគួរសមដែរធ្វើឲ្យពួកយើងរីករាយជាងកាលពីមុនទូស្រីរបស់យើងគាត់ក៏សប្បាយចិត្តគិតថានៅពេលនេះទាំងប្អូនប្រុសរបស់នាងក៏បានរួចខ្លួនក្រុមគ្រួសាររបស់នាងដែលនៅសេសសល់រស់រីមានជីវិតទាំងអស់ក៏បានរួចខ្លួនមកហើយអញ្ចឹងនៅសល់តែអំណងប្រាថ្នាមួយគត់គឺធ្វើយ៉ាងណាក៏ដោយរកវិធីចាក់ចេញពីឈិនហ្វឹងស៊ូប៉ុន្តែភ្លាមហ្នឹងស្រាប់តែបានដើរបុកជាមួយលោកតាចាស់ម្នាក់ដែលគាត់មើលទៅមានរបួសជើងធ្ងន់ណាស់គ្រាន់តែបានជួបជាមួយទូស្រីរបស់យើងវិញភ្លាមគាត់បាននិយាយថាអូគឺជានាងស៊ីវនេះយិនតើខ្ញុំចាំនាងបាននាងគឺជាជនក្បត់គ្រួសារស៊ីវនាងដឹងទេខ្ញុំគឺជាអតីតអ្នកបញ្យុទ្ធឲ្យគ្រួសារស៊ីវកូនប្រុសរបស់ខ្ញុំ5នាក់បាត់បង់ជីវិតដោយសារតែគ្រួសាររបស់នាងខំក្រាបពីគ្រួសាររបស់នាងប៉ុន្តែជាចុងក្រោយនាងបែរជាដើម្បីតែជីវភាពរស់នៅសុខសាន្តតែម្នាក់ឯងក្បត់ជាមួយនឹងពួកយើងនាងគឺជាជនក្បត់គ្រួសារស៊ីវទូស្រីព្យាយាមបកស្រាយយ៉ាងណាក៏ដោយក៏លោកតានឹងគាត់អត់យល់ព្រមដែរគាត់ថាគាត់លំបាកពីការជើងហ្នឹងគឺដោយសារតែនាងនឹងហើយជើងគាត់ខឹងខ្លាំងមែនតើបើយល់ល្អគាត់សុខចិត្តស្លាប់វិញកុំឲ្យគេមកដោះលែងដាស់ហាដោយសេរីបែបហ្នឹងជីវិតរបស់គាត់រស់នៅគ្មានន័យទេយ៉ាប់ហ្មងគេសុខចិត្តថាស្លាប់វិញជាមករស់នៅបែបហ្នឹងណាបន្ទោសទូស្រីរបស់យើងមិនអស់ចិត្តហើយក៏ប្រម៉ែប្រមូលកូនចៅគ្នានៅសេសសល់ម្ដុំហ្នឹងណាអូនប្រាប់គេថានាងគឺជាជនក្បត់គ្រួសារស៊ីវឆាប់ចេញខ្ញុំទៅក៏ប៉ះពាល់ខ្ញុំមកប្រកាច់ប្រកិនតែម្នាក់ឯងហ្នឹងទៅទូស្រីក៏ត្រូវបានបញ្ជារៀននៅកន្លែងហ្នឹងចាប់ដើមគប់ចាត់ទុកថានាងគឺជាជនក្បត់គ្រួសារស៊ីវពិតមែនព្រោះអីអ្នករស់នៅទីនេះសិតតែជាជនសេសសល់មកពីគ្រួសារស៊ីវសិតតែជាអ្នកដើរតាមបង្គាប់គ្រួសារស៊ីវអញ្ចឹងហើយនៅពេលដែលដឹងថាកូនស្រីរបស់គ្រួសារស៊ីវក្បត់ពួកគេខឹងខ្លាំងមែនតើដោយសារតែពួកគេសុខចិត្តលះបង់ជីវិតគោរពគ្រួសារស៊ីវកន្លងមកខណៈពេលទូស្រីនៅពេលដែលត្រូវបានគេធ្វើបាបបែបហ្នឹងក៏ចាប់ដើមមានចិត្តគុំគួនជាមួយទូប្រុសកាន់តែខ្លាំងទៅវិញដោយគិតថាការពិតទៅឈិនហ្វឹងស៊ូអនុញ្ញាតនាងចាក់ចេញមកខាងក្រៅព្រោះដឹងច្បាស់ហើយថាកិត្តិយសរបស់នាងនឹងត្រូវបានបំផ្លាញអាបត្តិទៅហើយគ្រប់គ្នាចាត់ទុកថានាងគឺជាជនក្បត់គ្រួសារស៊ីវអញ្ចឹងហើយនាងប្រកាសជាមិនអាចទៅណាបាននោះទេនាងក៏មានការឈឺចុកចាប់ជាខ្លាំងតាមសម្ដីរបស់គេថ្មេះតេះដៀលថានាងគឺជាជនក្បត់គ្រួសារអញ្ចឹងណាដើម្បីរស់នៅខ្លួនឯងហ្នឹងនៅតាមផ្លូវស្រាប់តែមានឃាតករនឹងមកចាប់ខ្លួនរបស់នាងហើយធ្វើឲ្យស៊ឺយីងដែលជាអង្គរៈផ្ទាល់នឹងមានរបួសរួចក៏រត់ទៅរាយការណ៍ទៅដល់ឈិនហ្វឹងស៊ូគណៈពេលឈិនហ្វឹងស៊ូរបស់យើងនៅក្នុងពេលនេះលោកគ្រូពេទ្យប្រចាំខ្លួនរបស់គេកំពុងតែពិនិត្យស្ថានភាពសុខភាពរបស់គេហើយបញ្ជាក់ថានៅក្នុងខ្លួនរបស់ឈិនហ្វឹងស៊ូបើទោះបីជាគេអាចដើរបានក៏ពិតមែនប៉ុន្តែនៅតែមានជាតិពុលដដែលជាតិពុលមួយនេះអាចនឹងធ្វើទុកបានគ្រប់ពេលវេលាស្រួលមិនស្រួលអាចប៉ះពាល់ដល់ជីវិតគាត់ត្រូវតែរកមធ្យោបាយដើម្បីបណ្ដេញជាតិពុលដែលនៅសេសសល់សិនទូប្រុសគាត់ថាគាត់មិនសូវជាខ្វល់ល្មមទេព្រោះនៅពេលនេះគាត់ដើរបានធម្មតាបន្ទាប់មកកូនចៅក៏មករាយការណ៍ថាវិវត្តហើយលោកមេតនៅពេលនេះស៊ឺយីងបានត្រឡប់មកវិញដោយមានរបួសនៅខ្លួនចំណែកឯអ្នកនាងសៀវវិញត្រូវបានគេចាប់ខ្លួនបាត់ទៅហើយមិនដឹងថាទៅដល់ទីណានោះទេទូប្រុសគ្រាន់តែលឺភ្លាមក៏បញ្ញាប់បញ្ញាល់ទៅតាមរកទូស្រីដោយគាត់នៅក្នុងចិត្តបាននៅរួចបាត់ទៅហើយថាគ្មានពីណាគេក្រៅតែពីកូនស្រីរបស់លោកអបរាឆៃឆៃយូហាននឹងទេកន្លែងមកមើលទូស្រីវិញនៅពេលនេះត្រូវបានគេចាប់យកមកឃុំទុកនៅក្នុងវិហារបបែកមួយនៅខាងក្រៅក្រុងអ្នកចាប់ចំណុចទាំងពីរនាក់ហ្នឹងគឺសុទ្ធតែជាកូនចៅរបស់មេតបដែរដែលពួកគេហ្នឹងគឺមានទំនាស់ជាមួយនឹងមេតបឈិនហ្វឹងស៊ូអញ្ចឹងហើយពួកគេក៏ធ្វើតាមបញ្ជារបស់មេតបរបស់គេចាប់ខ្លួនទូស្រីដើម្បីទម្លាក់កំហុសឲ្យកូនចៅគ្រួសារស៊ីវអញ្ចឹងណាថាបាត់ខ្លួននៅក្នុងតំបន់របស់គ្រួសារស៊ីវអញ្ចឹងហើយប្រកាសជាគ្រួសារស៊ីវជាអ្នកទទួលខុសត្រូវហើយដោយមើលឃើញថាទូស្រីរបស់យើងគាត់នៅតែធ្វើពុតជាសន្លប់ពួកគេអាចបានដឹងទេស្មានថាទូស្រីនឹងរងឥទ្ធិពលថ្នាំសន្លប់អត់ទាន់ដឹងខ្លួនអញ្ចឹងហើយពួកគេក៏បានបបួលគ្នាទៅផឹកស្រានៅខាងក្រៅបាត់ទៅដោយគិតថាប្រកាសជាមិនអាចទៅណារួចទេជាប់ចំណងហើយនឹងត្រូវថ្នាំសន្លប់អញ្ចឹងណាចាំបន្តិចទៀតមកវិញក៏បានដែរដោយរងចាំបញ្ជាពីមេតបរបស់ពួកគេគណៈពេលទូស្រីរបស់យើងវិញនឹកឃើញរឿងនឹងហើយក៏ចាប់ដើមខឹងជាមួយទូប្រុសទៀតគិតថាទូប្រុសដោះលែងនាងឲ្យមកដើរហើរនៅខាងក្រៅក៏ពិតមែនប៉ុន្តែជាចេតនាអាក្រក់របស់គាត់ព្រោះអីនោះគ្រប់សត្រូវរបស់ទូប្រុសនឹងចាត់ទុកនាងជាសត្រូវដែរព្រោះអីនាងគឺជាមនុស្សដែលទូប្រុសកំពុងតែមើលថែអញ្ចឹងគឺចាប់នាងមកសងសឹកនឹងឯងអញ្ចឹងគាត់ស្អប់ទូប្រុសកាន់តែខ្លាំងទៀតនិយាយរួមគេធ្វើស្អីក៏ដោយឲ្យតែប៉ះពាល់មកដល់លើនាងគឺនាងបញ្ចេញកំហឹងទៅលើទូប្រុសគុំគួនជាមួយទូប្រុសទាំងអស់ចំណែកឯទូប្រុសរបស់យិនឈិនហ្វឹងស៊ូនេះគាត់ក៏បានមកស្កាត់ដំណើររទេះរបស់ឆៃយូហានដែលជាកូនស្រីរបស់លោកអបរាជនឹងដើម្បីគំរាមសួរចម្លើយគ្រាន់តែរទេះសេះមកដល់ភ្លាមគាត់ក៏ចាប់ច្បាច់កឆៃយូហាននឹងគំរាមសួរថាតើនាងចាប់ស៊ីវនាងយិនទៅទុកឯណានាងប្រាប់ឬមួយក៏មិនប្រាប់បើមិនប្រាប់ទេខ្ញុំនឹងឲ្យនាងទៅជួបជុំជាមួយនឹងកូនចៅរបស់នាងនៅឋាននរកជាមួយគ្នាហើយឆាប់ប្រាប់ភ្លាមមកឆៃយូហានក៏បានប្រាប់ថាគឺនៅវិហារបបែកនៅខាងក្រៅក្រុងគាត់ទៅបានទទួលដំណឹងភ្លាមនឹងឯងឈិនហ្វឹងស៊ូគាត់ក៏បញ្ញាបញ្ញាល់ទៅជួយទូស្រីរបស់យើងខណៈពេលឆៃយូហានវិញក៏កាន់តែគុំគួនជាមួយនឹងទូប្រុសរបស់យើងឈិនហ្វឹងស៊ូកាន់តែខ្លាំងដែលនេះបាននិយាយថាខ្ញុំស្រឡាញ់លោកប៉ុន្តែលោកអត់ស្គាល់ពីទង្វើល្អរបស់ខ្ញុំបានមិនទេខ្ញុំនឹងបញ្ជូនលោកឲ្យទៅឋាននរកជាមួយនឹងស៊ីវនីងយិនដែរចោះពួកអ្នកទាំងពីរទៅសាស្នាហាគ្នានៅឋាននរកជាមួយគ្នាទៅកាយសាហាវមិនស្រឡាញ់គេមិនបានសម្រាប់គេចោលជាបែបនេះកន្លែងមកមើលទូស្រីរបស់យើងនាងនៅតែធ្វើពុតជាគេងលក់សន្លប់ដដែលទេ
ขณะពេលដែលកូនអ្នកចាប់ចម្រិតពីរអ្នកដែលជាកូនចៅរបស់មេតបម្នាក់នោះណាគាត់ក៏បានត្រឡប់មកវិញហើយគាត់គិតថាអាយ៉ាសម្រាប់ចោលគួយស្ដាយដល់ហើយនេះមើលទៅនាងកំពុងតែស្រឡប់ឡើយទេយល់ល្អសប្បាយជាមួយនាងឲ្យហើយទៅព្រោះឈុនហ្វឹងស៊ូសប្បាយមួយនាងឆ្អិតឆ្អន់ហើយប៉ុន្តែមុននឹងសប្បាយស្រាយចំណងដៃនាងសិនទើបសប្បាយបានស្រួលជាងទេណាចឹងគេក៏ចូលមកស្រាយចំណងដៃឲ្យទូស្រីប៉ុន្តែគ្រាន់តែស្រាយចំណងដៃរួចហើយបរិសុទ្ធដែលលៀនដាតលិតមាត់ខ្លួនឯងហ្នឹងក៏ត្រូវបានទូស្រីរបស់យើងចាក់សម្លាប់បាត់ទៅទូស្រីគាត់ដឹងខ្លួនយូរហើយប៉ុន្តែគាត់ពើពុតណានៅសល់ម្នាក់ទៀតទូស្រីគាត់ក៏ស្ទុះស្ទាមកប្រយុទ្ធជាមួយនឹងគេប៉ុន្តែដោយសារតែរឿងត្រូវធ្វើសណ្ដំមុននឹងរឿងទុនដៃទុនជើងបន្តិចក៏ត្រូវបានជន់បិទមុខម្នាក់ហ្នឹងឥឡូវគេបើកមុខហើយច្រើនទូស្រីរបស់យើងទៅផ្ទុបជាមួយនឹងទ្វាហើយនាងស្ទើរតែសម្លាប់បាត់បង់ស្មារតីហើយចំណែកឯឃាតករម្នាក់ហ្នឹងគេក៏កាន់កូនកំបិតមកគឺចង់សម្លាប់ទូស្រីចោលតែម្ដងដើម្បីកុំឲ្យមានកបញ្ហាបន្តទៅទៀតភ្លាមហ្នឹងវិសតែនឹងត្រូវបានគេសម្លាប់ទៅហើយហ្នឹងសម្លឹងល្អទូប្រុសរបស់យើងឈុនហ្វឹងស៊ូគាត់ក៏បានទម្លាយទ្វាព្រះវិហារបាក់បែកហ្នឹងចូលទៅដល់ហើយក៏បានសម្លាប់ឃាតករម្នាក់ហ្នឹងនៅនឹងកន្លែងទស្សនវិជ្ជាមួយនឹងក៏ត្រូវបានទូស្រីរបស់យើងប្រទះឃើញនៅក្នុងស្ថានភាពរបស់នាងរវើរវាយស្ទើរតែសន្លប់ទៅហើយគឺមើលឃើញត្រឹមតែទស្សនវិជ្ជារៀងព្រើលតែប៉ុណ្្នឹងឯងប៉ុន្តែមិនដឹងថាយ៉ាងណាយ៉ាងណីបន្តទៀតតើក្រុមឃាតករនៅមានគ្នាច្រើនដទៃទៀតឬមួយក៏មានតែប៉ុណ្្នឹងនេះ